Bàជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីទៅកាន់បងប្អូនសិស្សនិស្សិតក៏ទាំងអស់ក៏ដូចជាមិត្តមិត្តដែលស្រាវជ្រាវនៅវិទ្យាផងដែរមកជួបគ្នាសារថ្មីជាមួយនឹងវីដេអូថ្មីនៅក្នុង playlist អនុវត្ត Database អូខេហើយអញ្ចឹងមុនចាប់ដើមវីដេអូពឹងឲ្យអ្នកទាំងអស់គ្នាជួយ like ជួយ share វីដេអូនេះផងចាំលេខទៅដល់មិត្តភ័ក្តិរបស់យើងដែលកំពុងស្រាវជ្រាវនៅផ្ទះដោយខ្លួនឯងហើយក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់លោកគ្រូក្នុងការធ្វើវីដេអូចែករំលែកចំណេះដឹងបន្ថែមទៀតផងដែរហើយសម្រាប់អ្នកដែលមិនទាន់បានចុច subscribe YouTube Channel ចូល YouTube search ពាក្យ Teacher សុគន្ធរតចុច subscribe អ្នកមួយផងអ្នកដែលមិនទាន់បានចុច follow នៅក្នុង Facebook ចូលក្នុង Facebook search ពាក្យលោកគ្រូអ៊ីសង្រតជាភាសាខ្មែរហើយចុច follow ម្នាក់មួយផងបាទអូខេអរគុណច្រើនតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរចាប់ដើមនៅវីដេអូយើងតែម្ដងឧទាហរណ៍ទី1នេះគឺលោកគ្រូបានដាក់ជាកិច្ចការផ្ទះសម្រាប់បងប្អូននៅក្នុងវីដេអូមុនបន្ទាប់ពីយើងបានរៀនអំពីទ្រឹស្ដីពាក់ព័ន្ធជាមួយនឹងពាក្យថាអតិបរមាក៏ដូចជាអបបរមាអូខេអញ្ចឹងតើអ្នកនរនេះបានសាកល្បងធ្វើទេថាតើធ្វើចេញឬក៏អត់បាទអញ្ចឹងឥឡូវបើអ្នកដែលបានធ្វើចឹងគឺចាប់ដើមមើលចម្លើយទាំងអស់គ្នាថាតើការធ្វើរបស់យើងសរសេរនេះគឺបានល្អឬនៅហើយបើសិនជាសរសេរទៅខុសកន្លែងណាអីមួយហើយចង់ដឹងថាតើការសរសេរយើងបើសរសេរបែបនេះតើត្រឹមត្រូវអត់អាចឆានមកទេតារាមគ្រូបានបាទគ្រូនឹងជួយពិនិត្យមើលថាការសរសេរយើងខ្វះខាតត្រង់កន្លែងណាមួយឬក៏អញ្ចឹងក៏យកបានយើងទៅបាទអូខេតោះអញ្ចឹងចាប់ដើមកន្លែងនេះក៏យើងរកអីគេអញ្ចឹងគឺដំបូងទៅអានវិធានលំហាត់គេឲ្យយើងរកតម្លៃបរិមាធាតុនៃអនុគម y ស្មើ fx ស្មើនឹង x ការ៉េបូក 4x បូក1អញ្ចឹងរកតម្លៃបរិមាធាតុតើអ្វីទៅជាបរិមាធាតុអញ្ចឹងអានប្រធានត្រូវយល់ថាអ្វីជាបរិមាធាតុអញ្ចឹងបរិមាធាតុនេះសំដៅលើអីគឺសំដៅលើតម្លៃអតិបរមាឬក៏អបបរមាបើមាន1ឆ្លើយ1មានទាំង2ឆ្លើយទាំង2មានបរិមាប្រមាណឆ្លើយប៉ុណ្ណឹងអញ្ចឹងគាត់កន្លែងនេះចង់ចេះថាបរិមានេះគឺក្តោបពីលើអតិបរមាហើយនិងអបបរមាអញ្ចឹងគេសួររកអតិនិងអបមិនហ្នឹងឯងមានថាវាមិនចាំបាច់ត្រូវតែមានទាំងពីរទេមានតែអតិអត់អបក៏បានមានអបអតិក៏បានឬក៏មានទាំងអតិមានអបក៏បានព្រោះពេលខ្លះមានអតិ2អប1ក៏មានដែរអញ្ចឹងគឺវាស្រ័យលើអនុគមយើងដែរទេបាទអូខេហើយអញ្ចឹងដល់ពេលចង់រកតម្លៃអតិបរមាបរមាយើងក៏ចាប់ដើមសង្ខេបអ្វីយើងបានរៀនលើកមុនមកគឺមានដើម្បីរកតម្លៃបរមាធាតុទ្រឹស្ដីនៅវីដេអូមុននិយាយថាអតិបរមាវាកើតឡើងពីការកើនហើយចុះហើយកើនគឺពាក់ព័ន្ធមួយសញ្ញា derivative សញ្ញាបូកកើន derivative សញ្ញាដក fx ចុះអញ្ចឹងត្រូវការ derivative បូកនៅខាងឆ្វេងនិងសញ្ញា derivative ដកនៅខាងស្ដាំអញ្ចឹងកន្លែងនេះគឺយើងក៏សង្ខេបវាទៅជាយើងត្រូវការរកតម្លៃf'(x) បាទរក f'(x) ទៅរក f'(x) យើងត្រូវការសិក្សាសញ្ញារបស់ f'(x) ព្រោះត្រូវការសញ្ញាបូកសញ្ញាដកដល់ពេលបានសញ្ញារបស់ f'(x) ហើយអញ្ចឹងយើងក៏ចាប់ដើមមើលទៅថាតើ f'(x) យើងគឺសញ្ញាខាងឆ្វេងបូកខាងស្ដាំដកអញ្ចឹងលេបើវាថាបដូរសញ្ញាពីបូកទៅដកអញ្ចឹងគេថា f'(x) បដូរសញ្ញាពីបូកទៅដកនោះ f'x យើងមានតម្លៃអតិបរមាធាតុបូកហ្នឹងគឺឡើងដកហ្នឹងគឺចុះអញ្ចឹងវាកើតទៅជាអតិបរមាធាតុហើយបើសិនជា f'(x) យើងបដូរសញ្ញាពីដកទៅបូកវិញអញ្ចឹងដកហ្នឹងគឺចុះបូកហ្នឹងគឺឡើងអញ្ចឹងវានឹងកើត f(x) យើងនឹងបានទៅជាមានតម្លៃអបបរមាធាតុវិញអាហ្នឹងគឺជាការសង្ខេបអ្វីដែលយើងបានមើលហ្នឹងយល់អញ្ចឹងពេលយើងយល់យើងសង្ខេបចេញមកបែបហ្នឹងឬក៏អានេះគឺជាការសង្ខេបរបស់គ្រូយើងអាចសង្ខេបពីខ្លួនឯងបន្ថែមទៀតក៏បានឬក៏យករបស់បើមើលរបស់គ្រូយល់យើងអាចយក style សង្ខេបហ្នឹងយកទៅសូត្រទៅមិនបាច់ចាំសូត្រទាំងដលទេអញ្ចឹងគឺមានន័យថាជាដំបូងយើងត្រូវដើម្បីរកតម្លៃបរិមាធាតុនេះយើងត្រូវរក f'(x) ជាដំបូងសិនអញ្ចឹងយើងមាន f'x ហើយទៅមកយើងក៏ចាប់ដើមធ្វើ derivative រក f'(x) អញ្ចឹងផលបូកទេអញ្ចឹង derivative គ្រប់តួនទៅ derivative x ការ៉េបាន 2x derivative 4x បាន4និង derivative លេខ1បាន0បាទអញ្ចឹងចម្លើយរបស់ derivative យើងគឺ 2x បូក4បាទអូខេបន្ទាប់ពី derivative ហើយជំហានបន្ទាប់គឺគេត្រូវសិក្សាសញ្ញារបស់ derivative អញ្ចឹងដើម្បីសិក្សាសញ្ញាយើងត្រូវធ្វើអីគេអញ្ចឹងមាន3ជំហានសិក្សាសញ្ញាគឺឲ្យស្មើ0រកឬនឹងចូលតារាងសញ្ញាបាទអញ្ចឹងយើងចង់សិក្សាសញ្ញារបស់ f'(x) យើងត្រូវឲ្យ f'(x) ស្មើ0ហើយមកយើងក៏ជួសតម្លៃ f'(x) ចូលដោយ 2x បូក4ស្មើ0ទាញរក x មកបោះបូក4មកស្ដាំទៅជាដក4ទាញរក x គឺបោះដក4ចែក2បានដក2អូខេអញ្ចឹងឫសរបស់យើងរកឃើញហើយអញ្ចឹងចប់ជំហានទី2រកឫសហើយចូលជំហានទី3គឺចូលតារាងសញ្ញាបាទដោយសារតែតារាងសញ្ញារបស់យើងនេះគឺជាប្រភេទពហុធាតុ degree ទី1មិញរបស់យើង f' យើងគឺមិញគឺ degree ទី1ទេអញ្ចឹងបើ degree ទី1អញ្ចឹងគឺ f'x ស្មើនឹង ax បូក b ហើយតារាងវាគឺមានតែមួយប្រភេទតារាងហ្នឹងទេគឺយើងពេលដែលឲ្យអនុគមមួយនឹងស្មើ0រកឫសបានតែមួយលេខទេ degree 1ឬវាមានតែមួយទេហើយអញ្ចឹងតារាងសញ្ញាវាគឺមាន2បន្លោះដាក់ឫសចូលឆូត0បាទហើយវាជាឫសឆូតទៅត្រូវ0ហើយមាន2បន្លោះអញ្ចឹងខាងស្ដាំនេះសញ្ញាដូច A ខាងឆ្វេងនេះផ្ទុយ A កន្លែងនេះយើងអាចប្រើពាក្យថាខាងស្ដាំនេះចាត់ទុកថាខាងធំបាទពី alpha ទៅ boson យើងហៅថាខាងធំហើយពី alpha មកដល់ boson នេះយើងហៅថាខាងតូចអញ្ចឹងខ្ញុំក៏ប្រើពាក្យថាធំដូចតូចទុយបាទធំដូចតូច
ផ្ទុយអញ្ចឹងអាហ្នឹងគឺមានពាក្យអាសូរអូចដូចគ្នាតូចដូចធំដូចដល់ពេលកន្លែងដូចហើយមកដល់ខាងតូចផ្ទុយបើយើងសូត្រត្រជាក់សូត្រខុសមានថាតូចដូចធំផ្ទុយអត់មានអីជួនទេតូចដូចធំផ្ទុយអាហ្នឹងគឺសូត្រត្រជាក់មានថាយើងខុសហើយសូត្រខុសហើយអញ្ចឹងគឺយើងសូត្រឲ្យត្រូវដើម្បីបានកន្លែងហ្នឹងហើយបើយើងថាធំផ្ទុយតូចដូចក៏បាត់ហើយគេបាត់ជួនបាត់ហើយអញ្ចឹងតែបើធំដូចតូចផ្ទុយអាហ្នឹងជួនត្រូវគ្នាគេអញ្ចឹងគឺយើងអាចសូត្រធំដូចតូចផ្ទុយអាហ្នឹងគឺសម្រាប់ degree ទី1ហើយតារាងមួយហ្នឹងនៅ degree ទី2ក៏មាន2ប្រឡោះអញ្ចឹងដែរប៉ុន្តែសម្រាប់ degree ទី2សញ្ញាវាអត់មានដូចផ្ទុយទេគឺដូចទាំងសងខាងអាហ្នឹងសម្រាប់ degree ទី2ណាករណីមាន2ប្រឡោះដែរតែយើង degree ទី1គឺមានតាមតារាងទេហើយ2ប្រឡោះបែបហ្នឹងធំដូចតូចផ្ទុយអូខេហើយទៅមកអញ្ចឹងរបស់យើងនេះចូលតារាងមកយើងក៏ចាប់ដើមសង់វាដាក់តម្លៃ x ចូលហើយ f' x ឬរបស់ដែលកំណត់យើងដោយសារវាជាវិធីពីដកដល់បូនណនហើយឬរបស់យើងមានតែមួយលេខគឺដក2អញ្ចឹងដក2ឬឆូតមួយដាក់0អញ្ចឹងមិញយើងសូត្រថាម៉េចគឺខាងធំដូចខាងតូចផ្ទុយដូចអីដូច a បាទដូច a អញ្ចឹង f' x យើងគឺ 2x បូក4អញ្ចឹង a យើងមុខ x នេះគឺលេខ2អញ្ចឹងលេខ2នេះអត់មានសញ្ញាទេគឺសញ្ញាបូកអញ្ចឹងខាងធំនេះដូចអញ្ចឹងគឺបូកដែរបាទដូច a បូកវាបូកដែរវាដូចហើយដល់ពេលផ្ទុយគឺដកអូខេហើយការឆ្លើយដូចនេះចឹងនិយាយថាបើសិនជា f' x បដូរសញ្ញាពីបូកទៅដកនោះ f(x) មានតម្លៃអតិបរមាធាតុបើ f'(x) បដូរសញ្ញាពីដកទៅបូកនោះ f(x) មានតម្លៃអបបរមាធាតុចឹងរបស់យើងនេះគឺអីគេ f'(x) យើងសញ្ញាវាគឺដកទៅបូកយើងមើលពីឆ្វេងស្ដាំដកទៅបូកចឹងយើងឆ្លើយប្រាប់គេទៅដោយ f'(x) នេះគឺជាការរាយរាប់យើងព្យាយាមរៀនរាយរាប់បែបហ្នឹងទៅវាអត់ខុសតើលើសគ្នាមួយជួរពីរជួរហ្នឹងក៏គេអានទៅក៏ស្រួលស្ដាប់ស្រួលមើលដែរដោយ f'(x) បដូរសញ្ញាពីដកទៅបូកត្រង់ x ស្មើដក2បាទនេះត្រង់បដូរសញ្ញាពីដកទៅបូកត្រង់ណាអញ្ចឹងវាបដូរនេះដោយសារបកគោលនេះគឺដក2គឺតម្លៃ x អញ្ចឹងត្រង់ x ស្មើដក2នោះ fx ឡើយនេះ f' បដូរសញ្ញានោះ fx អានុគមយើងដែលមានអតិអបៈគឺ fx មានតម្លៃអបបរមាធាតុត្រង់ x ស្មើដក2បដូរត្រង់ណាមានតម្លៃបរមាត្រង់នោះបាទអញ្ចឹងបើយើងអបៈពីដកទៅបូកចុះឡើងអញ្ចឹងទីបំផុតគឺអបបរមាហើយដោយសារតែតម្លៃអបបរមាតម្លៃអតិក៏ដោយតម្លៃអបក៏ដោយគឺជាចំណុចអញ្ចឹងវាត្រូវមានធាតុផ្សំពីរគឺ x និង y អញ្ចឹងនេះគឺយើងស្គាល់តម្លៃ x ហើយគឺ x ដក2យើងក៏ចាត់បានទីរ y ដោយជួសដក2ចូលក្នុង x f នៃដក2មិនមែន f' ណា f នៃដក2ព្រោះអានុគមយើង y មិនមែន y' ទេ f យើងអូខេជួសចូលទៅx ការ៉េទៅជាដក2ការ៉េបូក 4x x ខ្លាយជាដក2ហើយបូក1ទូទាត់មកដកលើជាការ៉េបូក4បូក4ដក8សល់ដក4ដក4បូក1សល់ដក3អញ្ចឹងដក3នេះគឺជាតម្លៃ y ដែលត្រូវគ្នាជាមួយនឹង x ដែលកើតទៅជាចំណុចមួយហៅថាចំណុចអបបរមាអញ្ចឹងដូចនេះតម្លៃអបបរមាធាតុគឺជាចំណុចមួយគឺ x ស្មើដក2 y ស្មើនឹងដក3បាទអូខេនេះគឺជាការរកតម្លៃបរមាធាតុហើយនឹងការឆ្លើយបន្ទាប់ពីយើងធ្វើតារាងសញ្ញាហើយយើងក៏ឆ្លើយរាយរាប់បែបនេះហើយនឹងការទាញរកតម្លៃឲ្យវាពេញលេញគឺជាចំណុច x ហើយនឹង y ព្រោះទៅមុខទៀតយើងយកចំណុចមួយហ្នឹងទៅសង់នៅក្នុងក្រាហ្វបាទពេលរៀនអនុគមអាហ្នឹងអូខេនេះគឺជាឧទាហរណ៍ទី2អញ្ចឹងទុកជាកិច្ចការផ្ទះសម្រាប់បងប្អូនអញ្ចឹងយើងអាចសាកល្បងធ្វើបន្ទាប់ពីយើងមើលឧទាហរណ៍ទី1យើងអាចសាកល្បងធ្វើឧទាហរណ៍ទី2តើយើងអាចធ្វើចេញអត់អូខេអញ្ចឹងអរគុណច្រើននៃការយកចិត្តទុកដាក់តាមដានវីដេអូនេះតាមដានចប់ហើយសង្ឃឹមថាបងប្អូនយកខ្លឹមសារមេរៀនហើយនឹងសាកល្បងធ្វើលំហាត់នេះទាំងអស់គ្នាហើយបើសិនជាមានចង្អល់ត្រង់កន្លែងណាមួយអាច comment សួរនៅលើវីដេអូក៏បានឬក៏ឆាតសួរតាមរយៈ Telegram 015 98 99 93ឬ089 57 52 56 47អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ